ก็มากัดไปเลยอยู่ต่อจับดามใส่เรื่องหนึ่งเอาคันนี้ดามใส่เรื่องมายังเคยทามินเพลียงโกนแต่อย่างคลั่งเราเป็นนกกับมินลันปลีบางสารนจีมาด้วยคันนี้มวยจนตัวคล้อยมากก็ยังเคยทามินปลีปีนี้มันเนี่ยกันไม่กล้าให้มันเนี่ยติดกันกำเพลิงโดยเฉพาะกำปงสไลด์นงจงเดโรนาเกมเนี่ยจังถ้าไอ้ปลีบันใส่ตะกันอยู่ประจุมันเนี่ยได้เกมเป็นชุมทาจูสิวอันจูเซียนอายุ16 ឆ្នាំដែលគេជានិស្សិតឆ្នាំទី1ទើបតែប្រឡងចូលមហាវិទ្យាល័យដែរហើយគេក៏សង្ឃឹមថាជីវិតគេនឹងប្រសើរតែអ្វីៗបែរជាអត់ដូចអ្វីដែលគេគិតសោះព្រោះយើងឃើញថានៅក្នុងដៃគេមានកាន់កាបិតមួយដែលប្រឡាក់ទៅដល់ឈាមខណៈពេលនោះក៏មានសត្វចម្លែកមួយនៅក្បែរគេផងដែររឿងរ៉ាវដែលយើងនឹកស្មានដល់គឺថាមានការផ្ទុះយ៉ាងខ្លាំងដែលបានសម្រាប់មនុស្សនៅជុំវិញខ្លួនគេនឹងមកមកដល់ថងនេះអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយអញ្ចឹងដើម្បីលុបនៅចម្ងល់របស់អ្នកទាំងអស់គ្នាឬក៏ស្រាយនៅចម្ងល់របស់អ្នកទាំងអស់គ្នាយើងទៅតាមដានភាពបន្តព្រោះគេនឹងបកស្រាយនៅភាពបន្តមកដល់ថងនេះសាច់រឿងបានលេងបកក្រោយទៅកាន់4ម៉ោងមុនពេលកាត់ហេតុនៅក្នុងការឋានសំណង់មួយសៀវអានបានជួបអតីតមិត្តរួមថ្នាក់របស់គេម្នាក់ដែលមានឈ្មោះថាលាវហ្វូគុយហើយហ្វូគុយបានយកចិញ្ចៀនបុរាណមកវងមកឲ្យសៀវអានមើលដោយសារតែសៀវអានគឺជាកូនប្រុសរបស់អ្នកបុរាណវិទ្យាម្នាក់គេអាចមានសមត្ថភាពស្គាល់ថាវត្ថុបុរាណហ្នឹងមកពីសម័យណាហើយចិញ្ចៀនដែលហ្វូគុយបានយកមកឲ្យហ្នឹងគឺជាចិញ្ចៀនបានមកពីសម័យរាជវង្សសាងនៅពេលដែលសៀវអានមើលហើយហ្វូគុយបាននិយាយទៅកាន់សៀវអានឲ្យសាក់ពាក់ចិញ្ចៀននោះលោមើលប៉ុន្តែបើយើងក៏លេចមកមើលទឹកមុខរបស់ហ្វូគុយវិញហាក់បីដូចជាមានល្បិចទោះជាយ៉ាងណាក៏ដោយសៀវអានបានដឹងរួចទៅហើយថាហ្វូគុយមិនមែនជាមនុស្សល្អទេព្រោះកាលពីនៅវិទ្យាល័យហ្វូគុយបានបង្ខំឲ្យគេពាក់វត្ថុចម្លែកម្យ៉ាងដូចគ្នាដែលស្ទើរតែឲ្យសៀវអាននឹងបាត់បង់ជីវិតរួចទៅហើយទោះជាយ៉ាងណាក៏ដោយហ្វូគុយបានដឹងពីចំណុចខ្សោយរបស់សៀវអានហើយព្រោះថាតាំងពីឪពុកគេបានបាត់ខ្លួនមកម្ដាយរបស់គេបានធ្លាក់ខ្លួនឈឺដោយសារតែជំងឺខួរក្បាលដ៏កម្រមួយហើយហ្វូគុយក៏បាននិយាយទៅកាន់សៀវអានថាបើគេព្រមពាក់ចិញ្ចៀននេះនោះហ្វូគុយនឹងជួយសងបំណុំទីពេទ្យឲ្យម្ដាយរបស់គេទាំងអស់តែសម្ដីនេះហើយដែលធ្វើឲ្យសៀវអានមានអារម្មណ៍ថារារែកចិត្តយ៉ាងខ្លាំងព្រោះអីគេអត់មានលុយក្នុងការព្យាបាលម្ដាយរបស់គេទេអញ្ចឹងបើសិនជាសប្តាហ៍នេះគេអត់មានលុយបង់ឲ្យពេទ្យគេនឹងឈប់មើលម្ដាយរបស់សៀវអានមិនខានទោះបីជាសៀវអានដឹងថាវាគឺជាអន្ទាក់របស់ហ្វូគុយក៏ដោយដោយសារតែសៀវអានគឺជាកូនកតញ្ញូចំពោះម្ដាយអញ្ចឹងគេអត់មានជំរឿសទេពេលនោះគេមើលទៅចិញ្ចៀននោះដោយអារម្មណ៍តានតឹងខណៈដែលហ្វូគុយគេកំពុងតែលួចសើចដោយគេគិតថាបំណងរបស់គេកំពុងតែសម្រេចហើយនៅពេលដែលសៀវអានពាក់ចិញ្ចៀនចូលក្នុងម្រាមដៃរបស់គេអត់ដឹងទេថាជីវិតរបស់គេនឹងត្រូវផ្លាស់ប្ដូរជារៀងរហូតព្រោះអីចិញ្ចៀនដែលគេពាក់ហ្នឹងមិនមែនជាចិញ្ចៀនធម្មតាទេវាគឺជាសោទៅរកអាចកំបាំងដ៏ធំធេងមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិត្រឡប់មកកាន់សម័យបច្ចុប្បន្នវិញសៀវអានត្រូវបានប៉ូលីសសង្កត់ពីលើហើយដាក់ខ្នោះយ៉ាងតឹងសៀវអានប្រឹងប្រកែកដែរឲ្យប៉ូលីសដោះលែងគាត់ទៅតែប៉ូលីសអត់បានដោះលែងទេប៉ូលីសបានអូខេទៅកាន់ឡានពេលនោះឯងសៀវអានក៏បានមើលទៅកាន់ចិញ្ចៀនរបស់គាត់ហើយគិតក្នុងចិត្តថារឿងរ៉ាវទាំងអស់នេះកើតឡើងព្រោះតែចិញ្ចៀនមួយវងនេះឯងចឹងហើយមិនយើងឃើញតាមសាច់រឿងសៀវអានបានសម្លាប់មនុស្សជាច្រើនតាមពិតសៀវអានក៏អត់ដឹងអីទេគ្រប់យ៉ាងគឺមកពីចិញ្ចៀនបុរាណដែលហ្វូគុយបានឲ្យនឹងចឹងធ្វើឲ្យបិសាចនៅក្នុងជៀននឹងចេញមកសម្លាប់មនុស្សហើយអ្នកដែលមកត្រូវរងគ្រោះបែរជាសៀវអានទៅវិញអូខេអ្នកទាំងអស់គ្នាភាគ1របស់យើងក៏បានមកដល់ទីបញ្ចប់ដែររងចាំមើលភាគ2ទាំងអស់គ្នាណាហើយក៏សូមអធិស្ឋានបើសិនជាការសម្ដែងរបស់ខ្ញុំវាអត់ទាន់ល្អឬក៏មានតាក់ឬក៏កន្លែងណាដែលវាដាច់អត់ល្អអីក៏សូមអធិស្ឋានដោយសារតែវាជាលើកដំបូងរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើវាឲ្យល្អទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចចូលរួម comment ស្ថាបនាខ្ញុំបានហើយបើសិនជាពេញចិត្តហើយចង់តាមដានភាគបន្តកុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងណាអរគុណច្រើនជួបគ្នានៅវីដេអូភាគទី2បាយបាយ